ពេលដែលយើងនិយាយអ្វីដែលជាចំណុចអវិជ្ជមានរបស់មិត្តភ័ក្តិម្នាក់ទៀតទៅប្រាប់មិត្តភ័ក្តិដែលយើងកំពុងនៅជាមួយគឺធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដោយសារមិត្តភ័ក្តិដែលយើងកំពុងនៅជាមួយនេះគាត់កំពុងតែមានទំនុកចិត្តមកលើយើងប៉ុន្តែដោយសារតែពាក្យសម្ដីដែលយើងនិយាយទៅមិនបានគិតពិចារណាបានមកចោតវែងឆ្ងាយធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍របស់អ្នកដែលកំពុងស្ដាប់គឺពួកគាត់យល់ថាមិត្តភ័ក្តិរាប់អានចិត្តស្និទ្ធស្នាលនៅតែយើងនិយាយដើមពីគាត់និយាយថាគាត់មិនល្អចោះតម្រាំតែរូបគាត់វិញតើគាត់អាចយកទៅនិយាយប្រាប់មិត្តភ័ក្តិដទៃទៀតដែរឬទេចាដូច្នេះហើយពាក្យសម្ដីដែលយើងនិយាយទៅកាន់មិត្តភ័ក្តិម្នាក់ទៅម្នាក់ទៀតឬក៏អ្នកដែលយើងស្និទ្ធស្នាលក៏ដោយត្រូវតែមានការគិតពិចារណាឲ្យបានហ្មត់ចត់វែងឆ្ងាយមុននឹងយើងនិយាយរឿងក្នុងចិត្តរបស់យើងទៅប្រាប់មិត្តភ័ក្តិដទៃទៀតចាសូមអរគុណ